នឹងឯមនុស្សភាគច្រើនខ្លាចការពិតយើងមើលមកលើសង្គមបច្ចុប្បន្នគឺឃើញអត់ហ៊ានទទួលស្គាល់ការពិតទេពេលគេនិយាយការពិតអំពីខ្លួនឯងថាគេនឹងប្រអាប់គេថាអាក្រក់គេថាអីចេះខ្ញុំថាខ្ញុំស្អាតតែខ្ញុំគ្រាន់បើតែគេថាល្ងងយើងមកគិតថាតែពិតខ្ញុំក៏ចេះដែរតែខ្ញុំអត់និយាយអញ្ចឹងទៅអានឹងហើយគឺជាការខ្លាចការពិតការអត់ទទួលស្គាល់ការពិតតែតាមពិតទៅការពិតវាមិនគួរខ្លាចទេអ្វីដែលគួរខ្លាចបំផុតនោះគឺការជឿរបស់មនុស្សភាគច្រើនមានន័យថាម៉េចឥឡូវខ្ញុំឧទាហរណ៍មួយសភៅខ្ញុំមានធ្វើក្បាលហ្នឹងហើយសភៅនេះពណ៌ខៀវខ្ញុំសួរសភៅនេះទៅលើមនុស្ស100នាក់អ្នកក៏ជាមនុស្សម្នាក់ក្នុង100នាក់ដែរខ្ញុំប្រាប់99នាក់ហើយថាសភៅនេះគឺពណ៌បៃតងខ្ញុំប្រាប់ហើយ99នាក់ហ្នឹងថាជាពណ៌បៃតងអញ្ចឹងហើយនៅពេលដែលខ្ញុំលើកសភៅនេះសួរខ្ញុំសួរទៅអស់ទាំងអស់គ្នា100នាក់ហ្នឹងខ្ញុំសួរថាតើសភៅនេះមានពណ៌អីគេមនុស្ស99នាក់នឹងឆ្លើយថាពណ៌បៃតងដោយសារខ្ញុំបានប្រាប់ហើយខ្ញុំបានដាក់ម៉ូហើយថាឲ្យឆ្លើយពណ៌បៃតងប៉ុន្តែមានតែអ្នកម្នាក់ទេដែលមើលឃើញសភៅនេះថាជាសភៅពណ៌ខៀវអញ្ចឹងអ្នកមើលឃើញហើយថាវាជាសភៅពណ៌ខៀវប៉ុន្តែមនុស្សគ្រប់គ្នានៅជុំវិញអ្នកនៅពេលហ្នឹងគឺគេឆ្លើយថាពណ៌បៃតងតើអ្នកនរគ្នាហ៊ានឆ្លើយទេថាសភៅនេះពណ៌ខៀវយល់តើអ្នកនរគ្នាហ៊ាននិយាយការពិតនៅអ្វីអ្នកគ្នាមើលឃើញទេនៅពេលដែលមនុស្សជុំវិញខ្លួនអ្នកទាំងអស់គឺមើលឃើញពណ៌បៃតងតើអ្នកហ៊ានឆ្លើយការពិតទេអញ្ចឹងអ្វីដែលគួរខ្លាចបំផុតវាមិនមែនជាការពិតទេអ្វីដែលគួរខ្លាចបំផុតគឺជាការជឿរបស់មនុស្សភាគច្រើនតាមមនុស្សភាគច្រើនជឿថាល្មិចត្រូវហើយតើអ្នកគ្នាឃើញការពិតទោះបីអ្នកគ្នាមានការពិតនៅក្នុងដៃមានផុសតាងក៏ដោយក៏អ្នកគ្នាអត់ហ៊ាននិយាយដែរដោយសារគេដោយសារខ្លាចមនុស្សដទៃទៀតគេមើលមកយើងថាខុសគេអ្នកហ៊ានឆ្លើយពណ៌ខៀវមើលបើមិនមនុស្សគ្រប់គ្នាដែលឃើញពណ៌បៃតងហ្នឹងថាអ្នកគ្នាប្លែកខុសគេភ្លាវខុសគេតែឯងអីចឹងទៅទាំងដែលតាមពិតទៅវាជាការពិតអ្វីអ្នកគ្នានិយាយគឺជាការពិតអ្វីដែល99អ្នកទៀតនិយាយហ្នឹងគឺដោយសារគេដាក់មកគ្នាទេអញ្ចឹងហើយការពិតពិបាករកព្រោះមនុស្សភាគច្រើននឹងឈប់និយាយការពិតអីដោយសារតែវាខុសគេអញ្ចឹងហើយអ្វីដែលគួរខ្លាចបំផុតនោះគឺមិនមែនជាការពិតទេអ្វីដែលគួរខ្លាចបំផុតនោះគឺការជឿរបស់មនុស្សភាគច្រើន